ស្ដេចឆ្មាឆ្លើយថាយេបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទន្សាយថាបើបងឯងមិនឲ្យការយល់សុបិនរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីក៏ខៀមមិនឲ្យបងថ្មាតស៊ីដូចគ្នារឿងថ្មាតបោកដំរីសកាលពីព្រេងនាយមានស្ដេចថ្មាតមួយមានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកតែយល់សុបិនឃើញថាបានចាប់ស្ដេចដំរីសយកមកស៊ីជាអាហារលុះភ្ញាក់ឡើងក៏ប្រើពួកពលបរិវារឲ្យហៅទៅហៅស្ដេចដំរីសពួកសេនារិពលក៏ហៅសំដៅទៅលំនៅនៃស្ដេចដំរីសនោះដល់ហើយក៏ស្រែកហៅស្ដេចដំរីសថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅជាប្រញាប់ដោយម្ចាស់យើងយល់សុបិនថាបានស៊ីសាច់ដំបងដំរីឯងដំរីឮដូច្នោះក៏ភ័យញាប់ញ័រឥតឧបមាយំបណ្ដើលាប្រពន្ធកូននឹងពលសេនាបណ្ដើដើម្បីទៅតាមពលថ្មាតាមបញ្ជារបស់ស្ដេចថ្មាលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទន្សាយក៏សួរទៅស្ដេចដំរីថាយើបងដំរីទៅណាមកណាក៏រលែរឡាំងថែមទាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាបងសុភាអើយស្ដេចថ្មាតគេយល់សុបិនឃើញថាគេបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយទន្សាយឆ្លើយថាយីបងដំរីរូបពុនបងឯងម្ដេចក៏សុខចិត្តទៅឲ្យអាសត្វថ្មាតស៊ីទទេយ៉ាងនេះចាំខ្ញុំទៅជួយដោះទុកបងឯងឲ្យរួចរោបបានស្ដេចដំរីបានលឺទន្សាយថាដូច្នោះមានចិត្តត្រេកអរណាស់ក៏ឲ្យទន្សាយឡើងជាលើខ្នន់ខ្លួនដើរសំដៅទៅលំនៅស្ដេចថ្មាតលុះឃើញដំរីមកដល់ហើយស្ដេចថ្មាតញញឹមញញែមរួចនិយាយទៅថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សុបិនឃើញថាបាំងស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយធឿពុតជាដេកលក់នៅលើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទន្សាយថាណែបងសុភាមកដេកអីលើខ្នងដំរីដូចនេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទន្សាយឆ្លើយថាឈប់កុំអាសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបាញ់មិញយើងមិនបាំងស្ដាប់ព្រោះរវល់តែងងុយដេកពេកស្ដេចថ្មាតឆ្លើយថាយើងយល់សុបិនឃើញថាស៊ីសាច់ដំរីសទន្សាយថាមែនហើយអំបាញ់មិញខ្ញុំដេកលក់មួយភ្លាំងយល់សុបិនថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាយេបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទន្សាយថាបើបងឯងមិនឲ្យការយល់សុបិនរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីក៏ខៀមមិនឲ្យបងថ្មាតស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីដោយចាន់កលឧបាយសុភាទន្សាយដំរីសក៏វិលទៅលំនៅខ្លួនវិញទៅរីឯទន្សាយក៏បល់ចូលព្រៃបាត់ដែរតើអ្នកគិតថារឿងនេះបានផ្ដល់គំនិតអប់រំអ្វីខ្លះសូមខមមិននៅខាងក្រោមវីដេអូដើម្បីចែករំលែកនៅចំណេះដឹងទូទៅរឿងនិទាននេះដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរភាគទី 5 សូមអរគុណ